ជំរាបសួរបងប្អូនទាំងអស់គ្នាយើងស្វាគមន៍សាជាថ្មីមកកាន់ podcast របស់ពួកយើងដែលយើងទៅចែកគ្នាផ្ដោតទៅលើការបៀតបៀនតាមរយៈពាក្យសម្ដីទៅលើបងប្អូនជនជាតិដើមភាគតិចហើយនៅវគ្គទី2នេះយើងនឹងទៅចែកកាន់តែស៊ីជម្រៅទៀតថាតើក្នុងនាមបងផ្ទាល់តើបងធ្លាប់ទទួលបានបទពិសោធន៍អីគេខ្លះហើយបងនឹងចែកម្លែកបន្តិចថាតើក្នុងការវិធីសាស្ត្រក្នុងការឆ្លើយតបដើម្បីឲ្យយើងលក្ខណៈថាវិជ្ជមានសម្រាប់ខ្លួនឯងមានបែបណាខ្លះអញ្ចឹងបងអាចចាប់ផ្ដើមបន្តិចថាពីបទពិសោធន៍ផ្ទាល់ខ្លួនពីការរៀនសូត្រពីអ្វីដែលបងធ្លាប់ជួបប្រទះផ្ទាល់សិនតើបងចាប់ផ្ដើមប្រើបណ្ដាញសង្គមនៅឆ្នាំណាហើយបណ្ដាញសង្គមអីគេដែលបងប្រើដំបូងគេហើយតាំងពីប្រើបណ្ដាញសង្គមមកតើបងធ្លាប់ទទួលបានការបៀតបៀនតាមរយៈពាក្យសម្ដីឬក៏រូបភាពផ្សេងនៅលើបណ្ដាញសង្គមឬទេបងចា៎ខ្ញុំចាំកាលនោះប្រហែលជាខ្ទង់ចន្លោះ2010ជាង10ដែលយើងមានប្រព័ន្ធ Facebook តែយើងមានប្រព័ន្ធចន្លោះ2015 14នេះចាប់បានប្រើប៉ុន្តែពេលអំឡុងនៅយើងប្រើហ្នឹងយើងចេះតែប្រើយើងអត់គិតអត់ដឹងពីមុខងារនៃប្រព័ន្ធគេហៅថាប្រព័ន្ធsocial យើងឬក៏ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតអីផ្សេងទេយើងចេះតែប្រើហើយកាលនោះយើងអត់ទាន់ចេះសិតតែប៉ុន្តែនៅចន្លោះពេលហ្នឹងដូចជាអត់ទាន់មានគេហៅថាការបៀតបៀនឬក៏ការប៊ូលីអីតាមប្រព័ន្ធផ្សព្វផ្សាយនៅតែនៅឡើយនៅពេលដែលខ្ញុំឡើងមករៀនចុះដូចជាខ្ញុំរៀបនឹងចាប់ទី12កាលនោះពួកខ្ញុំបានរៀបចំទិវាជនជាតិដើមភាគតិចដែលគេហៅកាត់ថា9សីហាដែលមានជនជាតិនៅខេត្តរតនគិរី8ក្រុមចាទាំង8ក្រុមហើយយើងរៀបចំជាក្រុមកាលនោះដូចជាមាននៅជុំខ្ញុំចាំដូចកាលនោះដូចរៀបចំនៅជុំហើយយើងក៏មានគេហៅថាយកជាសัตว์ជាអីមកធ្វើជារបស់ម្ហូបញ៉ាំណាចាហើយមែនតើកាលនោះដូចជាបងប្អូនយើងគាត់ខាងក្រុមដែលអ្នកយើងរៀបចំហ្នឹងគាត់យកជ្រូកមកហើយយកជ្រូកហើយយើងក៏ធ្វើអតិថិជ្រូកទៅយើងទៅវះតែឯងអញ្ចឹងណាអំឡុងពេលនោះមានបងប្អូនខ្ញុំជំនុំគាត់ថតហើយផុសហើយកាលនោះដូចជាគេថតផុសដល់ពេលចាប់កម្មវិធីភ្លាមពេញ Facebook ចឹងយល់ថាអត់បានសម្ដៅទៅលើខ្ញុំតទេប៉ុន្តែសម្ដៅរួមទៅលើជនជាតិដើមភាគតិចថាយើងក្រុមព្រៃសៃសាហាវសម្រាប់សត្វដល់ពេលហ្នឹងខ្ញុំកំពុងគិតថាពួកខ្ញុំព្រៃសៃសាហាវសម្រាប់សត្វចុះរាល់ថ្ងៃយើងមិនហូបសាច់គោយើងមិនហូបសាច់ជ្រូកហើយយើងមិនសម្រាប់ដូចគ្នាគាត់ថាបែបផែនឬក៏នៃការសម្រាប់របស់យើងវាខុសគ្នាចាអញ្ចឹងណាដូចយើងទិញនៅសាអាហ្នឹងมันចេញមកពីគេសម្រាប់ដូចគ្នាមែនអត់គាត់យើងទិញសាច់ដែលគេប្រវេសហ្នឹងអញ្ចឹងខ្ញុំកំពុងឲ្យឆ្ងល់ខ្ញុំមិនបានគេខមមិនគេអត់គិតគ្រប់ច្រើនក៏មិនអញ្ចឹងណាកំពុងនៅហើយនៅពេលហ្នឹងទៅយើងនៅតែតបគាត់ថាពេលហ្នឹងខ្ញុំចាំដូចខ្ញុំធ្លាប់តបទៅបុគ្គលម្នាក់នោះដែរថាយើងសម្លាប់នេះមិនមែនក្នុងន័យថាយើងសម្លាប់សត្វអីព្រៃផ្សាយទេប៉ុន្តែយើងសម្លាប់ក្នុងការធ្វើម្ហូបញ៉ាំក្នុងការធ្វើពិធីដោយសារពួកខ្ញុំមុននឹងធ្វើសកម្មភាពអីមួយជាបែបផែនឬក៏ជាប្រពៃណីជាដើមបន្តិចយើងគឺយើងប្រើពាក្យសែនអត់ថាយើងធ្វើកម្មវិធីប្រជុំឬក៏យើងធ្វើកម្មវិធីថាប្រពៃទិវាមុននឹងចាប់ផ្ដើមដូចយើងគោរពទាំងជាតិអញ្ចឹងណាវាស្រៀងអញ្ចឹងណាយើងសែនបាទសែនប្រេនជាមួយមន់មានក្បាលជ្រូកអីមួយចំនួនអញ្ចឹងណាបើខាងខ្ញុំពីច្រើនគេយកកតុយជាហើយនឹងថ្លើមមកសត្វអត់ដល់ជាមន់ជ្រូកអីចឹងហើយយកមកដាក់សៀតជាមួយពីងអញ្ចឹងស្រាពីងអញ្ចឹងដាក់លើឈៀតស្រាពីងហើយយើងមកសែនហើយយើងពិសាខ្ញុំថាឆយហ្នឹងយើងមានឈើមានអីយើងកេះលើមាត់ពីងហ្នឹងណាអញ្ចឹងទៅយើងដើម្បីឆាហ្នឹងគឺយើងទៅបន់ស្រន់យើងសុំគេដីសុខហើយចម្រើនណាដូចយើងដូចបងប្អូនខ្មែរយើងនិមន្តលោកសុតមន្តអីអញ្ចឹងណាចាបងដល់ពេលនោះឃើញគេ comment ច្រើននៅលើពីដល់ពេលខ្ញុំត្រឡប់មកមើលទៅខ្ញុំគិតថាក្នុងប្រព័ន្ធ social ឬក៏ប្រព័ន្ធ digital ហ្នឹងយើងមិនគួរប្រើពាក្យហ្នឹងដែរដោយសារតែយើងនិយាយតែម្នាក់ប៉ុន្តែអ្នកមើលមិនមែនម្នាក់ទេមិនត្រឹមតែកម្រិតនៃប្រទេសយើងប៉ុន្តែវាសាយភាយទៅដល់ពិភពលោកហើយមួយចំនួនទៀតវាបញ្ជាក់មកលើថា
ក្រុមឬក៏មនុស្សរស់នៅក្នុងប្រទេសយើងអត់ទាន់យល់ពីគេហៅថាសវត្ថិភាពឬក៏គេហៅថាក្រមសីលធម៌នៃការប្រើប្រាស់អញ្ចឹងណាមើលទៅដូចជាវាអាចជះអត្តពលទៅលើអ្នកការជំនាន់ក្រោយនឹងក្រោយប្រើពាក្យមួយចំនួនហើយពាក្យហ្នឹងជាពាក្យអសរោះហើយនឹងសាបប្រុសតអ្នកជំនាន់ក្រោយទៀតបាទជាកំណត់ខ្ញុំយើងថាក្នុងប្រព័ន្ធផ្សព្វផ្សាយយើងមិនគួរចែកម្លែកអ្វីតាមិនល្អសម្រាប់សង្គមទេហើយយើងមើលបច្ចុប្បន្នប្រជាជនជាច្រើនឬក៏ជាសេចក្ដីជាតិដើមប្រទេសខ្ញុំគឺមានការប្រឈមដោយសារគាត់អត់ចេះវិភាគថាព័ត៌មានមួយណាឬក៏ដំណឹងមួយណាល្អពិតឬក៏វាត្រឹមត្រូវមានប្រភពអីត្រឹមត្រូវអញ្ចឹងណាអញ្ចឹងទៅវាជាផ្នែកមួយដែលនឹងអាចធ្វើឲ្យប៉ះពាល់នៅគេថាភាសាប្រើប្រាស់ក្នុងប្រព័ន្ធផ្សព្វផ្សាយឬក៏ប្រព័ន្ធsocial ផ្សេងបាទចាបងខ្ញុំមានសំណួរបញ្ជាក់មួយទៀតថានៅពេលដែលបងឃើញព័ត៌មានទាំងអស់ហ្នឹងឬក៏ការបញ្ចេញមតិណាមួយអវិជ្ជមានទៅកាន់បងប្អូនជនជាតិដើមភាគតិចតើក្នុងនាមបងខ្លួនឯងក្រៅពីការឆ្លើយតបតើយើងមានអីគេដែលជាអាចប្រើភាសាមួយថាដូចយើងពាក់អាវក្រោះអញ្ចឹងតើបងអាចចែកម្លែកចំណុចដើម្បីឲ្យបងប្អូនគាត់ដើម្បីឲ្យពេលដែលគាត់ឃើញពាក្យសម្ដីទាំងអស់នោះកុំឲ្យគាត់ប៉ះពាល់ឬក៏ប៉ះទង្គិចដល់ផ្លូវចិត្តរបស់គាត់អីអញ្ចឹងតើបងអាចចែកម្លែកបន្តិចបានអត់ថាពេលតើយើងគួរតែធ្វើបែបណាបើសិនជាយើងមានពាក្យសម្ដីអីហ្នឹងតាមបៀតបៀនឬតាមពាក្យសម្ដីហ្នឹងនៅប្រព័ន្ធអនឡាញហើយមួយវិញទៀតចង់ឲ្យបងផ្សារភ្ជាប់ដែរថាតើយើងគួរតែប្រើភាសាបែបណាវិញដើម្បីឲ្យយើងយល់ពីគ្នាអញ្ចឹងណាបងចាបាទអរគុណច្រើនសនាមម្ដងទៀតបាទសម្រាប់សំណួរដែលសួរបញ្ជាក់ម្ដងទៀតហ្នឹងហើយបើសម្រាប់ខ្ញុំខ្ញុំគិតថាទី1យើងបើសិនជាគាត់ផុសអាចនឹងខ្ញុំចែកជា2អ្នកដែលនឹងមុននឹងគាត់អត់ថាឃើញព្រឹត្តិការណ៍ឬសកម្មភាពហ្នឹងគាត់នឹងគាត់ផុសឬគាត់ comment ដែលឆ្លើយអាក្រក់ចេះអាក្រក់ចុះគាត់ទៅសួរមុនសិនថាតើសកម្មភាពនេះគេធ្វើហ្នឹងវាមិនដែរវាមានផលអីអញ្ចឹងណាវាមានប្រយោជន៍អីដល់ក្រុមរបស់គាត់ហ្នឹងឬក៏សហគមន៍របស់គាត់ហើយមួយទៀតយើងត្រឡប់មកអ្នកដែលប៉ះពាល់ឬក៏អ្នករងគ្រោះគាត់ដូចជាដើមបន្តិចឃើញចឹងហើយបើសិនជាយើងប្រើនៅគេហៅថាកំហឹងណាវានឹងអាចមានទៅមកអត់ចប់ទេសាច់រឿងហ្នឹងប៉ុន្តែយើងគួរតែប្រើពាក្យគេហៅថាគោរពគ្នាហើយឬក៏យកច្បាប់ជាគោលគោរពគ្នាហ្នឹងគោរពមិនថាបើសិនជាគាត់ប្រព្រឹត្តអញ្ចឹងហើយគាត់ជេរមកយើងអញ្ចឹងហើយបើយើងទៅជេរវិញវាស្មើនឹងយើងនឹងដូចគាត់ដែរអ្នកអត់ដឹងអីអញ្ចឹងយើងគួរតែប្រើពាក្យណាសំរុំឬក៏ឲ្យគាត់កែតម្រូវនៅអ្វីដែលគាត់ខុសឧទាហរណ៍គាត់ប្រើតែពួកជនជាតិដកកតុយអញ្ចឹងយើងគួរតែសួរគាត់ថាបើឲ្យមានឯកសារណាឬក៏ជារូបភាពណាឬក៏ជាផុសតាំងណាដែលបញ្ជាក់ថាពួកខ្ញុំជាអ្នកដកកតុយហើយបងបានស្វែងយល់ថានៅប្រទេសកម្ពុជាយើងមានជនជាតិប្រមាណក្រុមហើយនៅណាខ្លះនៅខេត្តណាខ្លះមានដឹងក្នុងនាមយើងជាប្រជាជនម្ចាស់ប្រទេសហើយយើងគួរតែដឹងចា៎បើសម្រាប់ខ្ញុំជាកំណត់យើងគួរតែសួរព័ត៌មានជាក់លាក់សិនមកណាយើងវាតម្លៃទៅលើក្រុមណាឬក៏បុគ្គលណាជាយើងមានគេហៅថាវិបត្តិសេរីចាអរគុណច្រើនបងហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីស្ដាប់ការចែកម្លែករយៈពេលខ្លីរបស់ពួកយើងទាំងពីរនាក់ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាគាត់នឹងយកទៅពិចារណាហើយថាមុននឹងយើងបញ្ចេញពាក្យសម្ដីអវិជ្ជមានណាមួយទៅលើមនុស្សឬក៏ក្រុមមនុស្សណាមួយជាពិសេសបងប្អូនជនជាតិដើមភាគតិចយើងគួរតែស្វែងយល់ពីវាន័យថាវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចសិនមុននឹងមានការលើកទៅចែកវែងញែកថាពួកគាត់ចេះមួយចេះពីរអីអញ្ចឹងអរគុណច្រើនហើយការលើកឡើងបងមានមួយចំនួនទៀតតែយើងទុកពិភាក្សាគ្នានៅវគ្គក្រោយថាតើធ្វើម៉េចទៅដើម្បីយើងបែងចែកឲ្យដាច់រវាងថាព័ត៌មានណាពិតព័ត៌មានមិនពិតហើយយើងត្រូវមើលប្រភពបែបណាអញ្ចឹងនៅក្នុងវគ្គនេះយើងសូមបញ្ជាក់ប៉ុណ្្នឹងសិនហើយស្នើសុំម្ដងទៀតមុននឹងបងប្អូនចែកម្លែកអ្វីមួយឬក៏ផលិត
បេតកាអីមួយឬក៏បញ្ចេញមតិយោបល់ទៅលើបងប្អូនជនជាតិដើមភាគតិចសូមយើងស្វែងយល់សិនហើយនឹងគិតពិចារណាហើយនឹងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងនាមជាជនជាតិដើមភាគតិចដែលគាត់គោរពតាមវិធីសាសនាទេវាមិនមែនព្រោះសំបីជនជាតិខ្មែរយើងក៏មានវប្បធម៌ប្រពៃណីបែបយើងដែរតែគាត់ថាយើងបង្ហាញបែបផ្សេងអញ្ចឹងហើយសង្ឃឹមថាការចែកម្លែកនេះជាគន្លឹះឬក៏ជាពុទ្ធិមួយសម្រាប់បងប្អូនអ្នកទស្សនាឲ្យគាត់ស្វែងយល់ថាបងប្អូនជនជាតិដើមភាគតិចមានលក្ខណៈពិសេសបែបហ្នឹងអរគុណច្រើនបងអរគុណស្នេហ៍ជួបគ្នាវគ្គក្រោយចា៎